សម្រាប់បងប្អូនដែលគាត់មកធ្វើការនៅក្រៅប្រទេសមិនថាប្រទេសណាក៏ដូចជាប្រទេសណាដែរកូរ៉េក្តីញូហ្សេឡង់ក្តីអូស្ត្រាលីក្តីកាណាដាក្តីនិយាយចំទៅឲ្យតែពាក្យថាប្រទេសផ្សេងគឺវាអត់ស្រួលទេដោយសារយើងត្រូវរៀនអ្វីដែលថ្មីយើងត្រូវបត់បែនហ្នឹងហើយតាក់ទងជាមួយនឹងវប្បធម៌ទំនៀមទម្លាប់ប្រទេសគេតាក់ទងជាមួយនឹងការរស់នៅប្រទេសគេការនិយាយស្ដីនិយាយចំគឺយើងរៀនថ្មីតែម្ដងសូម្បីតែម្ហូបអាហារក៏យើងរៀនថ្មីដែរហ្នឹងហើយវាពិតជាមិនងាយស្រួលទេហ្នឹងហើយសម្រាប់យើងដែលជាជនជាតិខ្មែរហើយយើងហ្នឹងហើយ move ហ្នឹងហើយមកធ្វើការនៅប្រទេសគេវាពិបាកណាស់ហើយមួយវិញទៀតហ្នឹងការមកធ្វើការនៅប្រទេសគេហ្នឹងបើសិនជាយើងធ្វើការជាមួយនឹងជនជាតិយើងផ្ទាល់ខ្មែរនឹងខ្មែរទៅអាហ្នឹងវាការនិយាយស្ដីអីយើងដឹងគ្នាណាដោយសារយើងប្រើភាសារួមនៅយើងប្រើភាសារួមទៅយើងដឹងតែនៅពេលដែលយើងធ្វើការជាមួយនឹងជនជាតិគេអានឹងរៀងពិបាកបន្តិចយើងត្រូវតែ build នៅសមត្ថភាពហ្នឹងហើយភាសាអង់គ្លេសរបស់យើងហ្នឹងណាយើងត្រូវ build ឲ្យទោះបីជាវាមិនខ្លាំងក៏យើងគិតថាមកអាចយល់ខ្លះចង់និយាយអញ្ចឹងណាហ្នឹងហើយព្រោះពេលខ្លះគេត្រូវការប្រាប់យើងនៅចំណុច1 2 3ចំណុចខ្វះខាតឬក៏នៅបញ្ហានៅកំហុសឆ្គងអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងត្រូវដឹងខ្លះដែរមិនដឹងទាំងអស់តែត្រូវដឹងខ្លះហើយនៅពេលដែលយើងអត់ចេះសតឬក៏ your speaking English is not good ខ្ញុំគិតថាវាពិបាកនិយាយចំគឺពិបាកមែនតើចាំមកថាពេលខ្លះហ្នឹងហើយដោយសារតែជីវភាពហ្នឹងហើយប្រជាជនយើងក៏ហ្នឹងហើយសុខចិត្តណាធ្វើការចំណាក់ស្រុកនៅបែកពីគ្រួសារនៅបែកពីប្រទេសកំណើតធ្វើម៉េចអានជីវភាពហ្នឹងហើយមកធ្វើការនៅប្រទេសគេហ្នឹងចឹងបានខ្ញុំចង់បញ្ជាក់បងប្អូនថាកុំគិតថាបងប្អូនមកធ្វើការនៅប្រទេសគេសិតតែអ្នកមានសិតតែធូរធានណាស់ណា high show luxury ចេញមកលក្ខណៈ lifestyle អីហ្នឹងហើយបងប្អូនមិនដោយអ្វីដែលបងប្អូនគិតទេរូបភាពដែលបងប្អូនមួយចំនួនដែលគាត់បង្ហាញនៅលើ social media ហ្នឹងគ្រាន់តែជាអ្វីដែលគាត់បង្ហាញទេឬក៏ពេលខ្លះមួយអាទិត្យមួយខែនៅគាត់បានហ្នឹងហើយ go outside shopping ម្ដងទៅក៏គាត់ធ្វើវីដេអូបង្ហាញទៅលក្ខណៈ happy លក្ខណៈល្អអស្ចារ្យឆើតឆាយណានៅពេលដែលគាត់ធ្វើអញ្ចឹងទៅធ្វើឲ្យបងប្អូនយើងដែលគាត់នៅខ្មែរណែគាត់មានអារម្មណ៍ថាអូអស្ចារ្យនៅប្រទេសគេល្អសប្បាយចិត្តរំភើបចង់មកណាហ្នឹងហើយពួកគាត់នៅធ្វើការនៅទីនេះមានបានថតបង្ហាញនៅសកម្មភាពដែលគាត់ធ្វើការណានៅអ្នកខ្លះលីសែងកាប់មន់កាប់ទាកាប់សាច់ណាឈោ10ម៉ោងណាបេះផ្លែឈើអូនិយាយចំបងប្អូនអត់ស្រួលទេនៅស្រុកនេះអត់ស្រួលទេណាអត់ស្រួលទេណាខ្ញុំចង់និយាយថាអត់ស្រួលទេមិននឹងបានលុយគេនៅមកចាយនោះណាបងប្អូនម៉ែយើងអង្គុយលេងលុយចូលកប៉ាល់យើងទេបងប្អូនណាហ្នឹងហើយអត់ស្រួលទេការងារវាពិបាកហ្នឹងហើយអ្វីដែលពិបាកមួយទៀតគឺសមត្ថភាពយើងនឹងឯង
តែយើងត្រូវធ្វើការជាមួយនឹងជនជាតិគេអានោះបើសិនជាក្នុងករណីដែលយើងអត់ធ្វើការជាមួយនឹងខ្មែរណាហើយព្រោះអ្នកខ្លះគាត់អត់ចង់ធ្វើការជាមួយនឹងបងប្អូនខ្មែរទេដោយសារពេលខ្លះហ្នឹងហើយបងប្អូនខ្មែរយើងគាត់ហ្នឹងហើយចេះតែមានរឿងបន្តណាចង់ថានៅពេលដែលគាត់ finish hour ចប់ម៉ោងការងារហើយគាត់នៅតែមានរឿងបណ្ដេញមករហូតណាហ្នឹងហើយវាអញ្ចឹងបងប្អូនខ្លះគាត់អត់ចង់ទេតែបងប្អូនខ្លះគាត់ចង់ធ្វើការទៅជាមួយជនជាតិគេមានជនជាតិគេគឺចប់ក្នុងម៉ោងការគឺម៉ោងការងារចប់ម៉ោងការគឺចប់ម៉ោងការងារជនជាតិគេអត់ខ្វល់ជាមួយយើងគេ don't care យើងណាវាអញ្ចឹងចាំមកថាពេលខ្លះប្រទេសគេយើងថាល្អខ្លះក៏ល្អខ្លះទៅចង់និយាយអញ្ចឹងតែក៏មានចំណុចខ្លះក៏វាមិនសូវជាល្អប្រហែលដែរបងប្អូនណាហ្នឹងហើយដល់យើងធ្វើការទៅយើងបានលុយចាយហើយបើមកធ្វើការយើងមកប្រទេសគេអត់ធ្វើការទេអត់លុយចាយមានលុយតែបងផ្ទះជួលប្រទេសគេថ្លៃចង់ងប់ឯហ្នឹងហើយបើមកប្រទេសគេអត់ធ្វើការចរដាលេងមិនបាច់ទេហ្នឹងហើយទៅខ្មែរវិញទៅខ្មែរហើយអត់លុយខ្លាំងបាយកកហ្នឹងហើយពងទាសាច់បើបានណាស្រុកខ្មែរហ្នឹងហើយទិញកាហ្វេមកកញ្ចប់500ឆុងផឹកបានស្រុកខ្មែរដេកបានណាស្រុកគេនេះតែអត់ធ្វើការហើយចប់ហើយហ្នឹងហើយផ្លូវមានមួយទៅអត់ធ្វើការទៅខ្មែរវិញហើយបងប្អូនមកធ្វើការហ្នឹងហើយបងប្អូននៅស្រុកនេះពេលខ្លះខ្មែរយើងក៏គាត់ចាយសន្សំចៃដែរបងប្អូនណាអត់សូវហ៊ានហ្នឹងហើយទៅញ៉ាំឲ្យខាងក្រៅទេណាបងប្អូនត្រូវសន្សំចៃលុយណាបងប្អូនអត់សូវសល់ប្រហែលទេបងប្អូនអត់សូវសល់ប្រហែលទេណាអត់សូវសល់ទេមួយខែផាត់ទូទាត់អីហ្នឹងសល់តិចតួចទេបងប្អូនហ្នឹងហើយមិនសល់ច្រើនណាទេណាបងប្អូនជឿថាការងារអត់ស្រួលទេបងប្អូនអើយណាហ្នឹងហើយចង់អីប្រឹងប្រែងទៅហ្នឹងហើយ build សមត្ថភាពខ្លួនឯងទាំងភាសាអង់គ្លេសទាំងចំណេះទាំងជំនាញទៅហើយធ្វើការបានល្អទៅណាបងប្អូនហ្នឹងហើយចឹងអរគុណបងប្អូនមុនចូលធ្វើការហ្នឹងហើយតើនិយាយគ្នាលេង4-5នាទីលេងទៅបងប្អូនណាហ្នឹងហើយព្រោះនៅស្រុកនេះបងប្អូនយើងជ្រាបបានពេលតែបន្តិចហ្នឹងទេបងប្អូនណាយើងជ្រាបបានពេលបន្តិចទេព្រោះនៅក្នុងម៉ោងកំឡុងម៉ោងការងារម៉ោងដែលយើងធ្វើការយើងអត់យកទូរស័ព្ទយកចូលទៅថតទៅ live បានទេណាហ្នឹងហើយគេច្បាប់ទម្លាប់គេយើងជ្រាបបានបន្តិចហ្នឹងហើយ before start working ហ្នឹងណាបងប្អូនអរគុណបងប្អូន